Hello everybody, welcome back to our English grammar course. And today's lesson is about lesson 5, past simple, passive. សូមស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នាដែលនៅក្នុង group ភាសាអង់គ្លេសហើយមេរៀនយើងសម្រាប់ថ្ងៃនេះគឺ lesson 5 past simple passive មានន័យថាបច្ចុប្បន្នកាលសំទោសអតីតកាលធម្មតាក្នុងទម្រង់លម្អកាល definition និយមន័យ we use past simple tense to talk about an action that happened in the past យើងប្រើប្រាស់ past simple ដើម្បីនិយាយសកម្មភាពមួយដែលវាកើតឡើងនៅក្នុងអតីតកាលខ្ញុំបន្ថែមតិចជាទូទៅកាលណាគេប្រើ past simple វាកើតឡើងក្នុងអតីតកាលហើយវាមាន time expression របស់វាមានន័យថាវាមានពេលវេលារបស់វាជាក់លាក់អញ្ចឹងទៅអូខេ affirmative form ទម្រង់ស្រប subject plus was or were plus verb 3 plus object ចឹងយើងមានប្រធានបូកជាមួយ to be was were នៅក្នុង past was were បូកជាមួយកិច្ចសព្ទទី3បូកជាមួយនឹងកម្មបត្តិអញ្ចឹង was គឺយើងប្រើវាជាមួយនឹងប្រធានដែលជាបរិបទទី3ឯកវចនៈហើយ were គឺយើងប្រើក្រៅពីនឹងក្រៅពីប្រធានដែលជាបរិបទទី3ឯកវចនៈអាចជាបរិបទទីសំទោសប្រធាន I អូខេប្រធាន I ហើយនឹងសម្រាប់ pronoun I ហើយនឹងប្រធានដែលជាបរិបទទី3ឯកវចនៈយើងប្រើជាមួយ was ហើយក្រៅពីហ្នឹងគឺយើងប្រើជាមួយ were មានដូចជា you we they អញ្ចឹងទៅឬក៏អាចជាឈ្មោះឬក៏ជាអ្វីផ្សេងទៀតប៉ុន្តែវាប្រធានហ្នឹងគឺ plural ពហុវចនៈអូខេ so go to the examples Harry Potter was written in English ចង់និយាយថារឿង Harry Potter រឿងបរទេសឬ Harry Potter រឿងរៀនមន្តអាគមសិល្ប៍ Harry សាច់រឿងសភៅរឿង Harry Potter ត្រូវបានគេសរសេរជាភាសាអង់គ្លេសអូខេអញ្ចឹងដោយសារតែ Harry Potter ហ្នឹងគឺវាជាឈ្មោះរឿងអញ្ចឹងវាជានាមឯកវចនៈអញ្ចឹងយើងហៅថាបរិបទទី3ឯកវចនៈប្រធានជាបរិបទទី3ឯកវចនៈយើងប្រើជាមួយនឹង was អូខេ The house was built in the 19th century ផ្ទះនេះបានសាងសង់ឡើងនៅក្នុងសតវត្សទី19 My bedroom was decorated by me last week បន្ទប់គេងរបស់ខ្ញុំបានរៀបចំដោយខ្ញុំកាលពីសប្តាហ៍មុនអូខេ The mistakes were corrected by the teacher កំហុសរាល់កំហុសទាំងអស់គឺត្រូវបានកែតម្រូវដោយគ្រូអូខេអញ្ចឹងយើងមើលពាក្យ mistakes មានអក្សរ s មានន័យថាវាជា plural ណាអញ្ចឹងគឺយើងត្រូវប្រើដោយសារប្រធាននឹង plural គឺយើងប្រើជាមួយនឹងគេអក្សរ were អូខេ The wallet was stolen by him កាបូបលុយត្រូវបានលួចដោយគាត់អូខេអញ្ចឹងជាទូទៅយើងប្រើ past present past simple គឺយើងតែងតែភ្ជាប់ជាមួយនឹងtime expression អូខេដូចជាពាក្យថា in the 19th century last week ជាដើម yeah okay so we move to negative form negative form we have subject plus was were plus not plus verb 3 and plus object ចឹងដើម្បីដូរទៅជា negative យើងគ្រាន់តែដាក់ not នៅខាងក្រោយ was were អូខេចឹងយើងមានប្រធានបូកជាមួយគេ sub to be was ឬក៏ were បូកជាមួយ not ហើយនឹងគេ sub ទី3ហើយបូកជាមួយនឹងកម្មបត្តិ example Harry Potter wasn't written in French រឿង Harry Potter មិនត្រូវបានគេសរសេរនៅក្នុងភាសាបារាំងទេអូខេចេះតែថាទៅជួនកាលអាចសរសេរដែរកន្លែងហ្នឹងចង់ជាឧទាហរណ៍ទេ next one the house wasn't built in the 19th century ផ្ទះនេះមិនបានសាងសង់នៅសតវត្សទី19នោះទេអូខេ My bedroom wasn't decorated by me last week បន្ទប់គេងរបស់ខ្ញុំមិនបានរៀបចំដោយខ្ញុំទេកាលពីសប្តាហ៍មុននោះ The mistakes weren't corrected by the teacher កំហុសមិនបានកែប្រែដោយលោកគ្រូទេអូខេអញ្ចឹង pronunciation របស់
was not ហើយនឹង was sorry ចាំខាងក្រោយ the wallet wasn't stolen by him មានន័យថាកាបូបលុយមិនបានលួចដោយគាត់ទេចឹង pronunciation របស់ was not ហើយនឹង were not was not យើង contract ទៅ pronunciation វាទៅជា wasn't អូខេដល់ពេល were not ទៅជា weren't okay so I would like to read for you again the mistakes weren't corrected by the teacher okay yeah thank you so last one interrogative form we have was or were plus subject plus verb 3 plus object and question mark ចឹងដើម្បីបដូរវាទៅជា next question យើងគ្រាន់តែដាក់ was were យើង place prefer នេះនៅខាងមុខប្រធានវិញមកហើយយើងដាក់សញ្ញាសួរវាទៅជាប្រយោគសំណួរ Was Harry Potter written in English តើរឿង Harry Potter សរសេរជាភាសាអង់គ្លេសឬ Was the house built in the 19th century តើផ្ទះនេះសាងនៅក្នុងសតវត្សឆ្នាំសតវត្សទី19ឬ Was your bedroom sorry កន្លែងនេះអត់មាន was ទេយើងទៅសេលើហើយអូខេ Was your bedroom decorated last week តើបន្ទប់គេងរបស់អ្នកបានរៀបចំកាលពីសប្តាហ៍មុនឬ Were the mistakes corrected by the teacher តើកំហុសទាំងអស់បានកែប្រែដោយលោកគ្រូឬ Was the wallet stolen by him តើកាបូបនោះបានលួចដោយគាត់ឬ Okay so that's all everybody thank you so much for watching this video lesson I hope to see you in the next video so have a great day everybody